បានប្រាក់ខែតែជីវិតត្រូវអស់30ថ្ងៃមានមនុស្សច្រើនអ្នកណាស់ដែលធ្វើការបានប្រាក់ខែហើយតែងតែទន្ទឹងរង់ចាំថ្ងៃដែលដាច់ខែដើម្បីបានបើកប្រាក់ខែនៅក្នុងសេចក្តីនេះគេមិនបានគិតដល់ជីវិតដែលត្រូវបាត់បង់អស់30ថ្ងៃនោះឡើយជីវិតកាន់តែខិតជិតទៅរកសេចក្តីស្លាប់សេចក្តីស្លាប់កាន់តែខិតចូលមកជីវិតបានប្រាក់មកមែនតែជីវិតត្រូវបេះខាតជីវិតថ្លៃពុនពេកពុនមហាសេដ្ឋីមហាមូលធនក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរដល់ពេលស្លាប់គឺស្លាប់ហើយប្រសិនបើធានាបានដោយទ្រព្យឬអ្នកមានទ្រព្យមិនព្រមស្លាប់ឡើយដូច្នេះជីវិត30ថ្ងៃមិនមែនមានតម្លៃស្មើនឹងប្រាក់ខែនោះទេអ្នកមានបញ្ញាក៏បីសន្សំនៅប្រយោជន៍ទុកដាក់ក្នុងចិត្តសន្តានទើបបានមិនខាតនៅជីវិត